ខ្ញុំលើពួកគាត់និយាយគ្នាវិស័យសារព័ត៌មានស្រួលមានតែទូរស័ព្ទមួយក្នុងដៃអាចថតរូបអាចថតវីដេអូរាយការណ៍មានពហុស័ព្ទនិយាយបានរាយការណ៍ក្នុងព្រឹត្តិការណ៍មួយអាចសម្ភាសគេបានអាចខ្លាចជាអ្នកសារព័ត៌មានប៉ុន្តែគាត់អត់តន់យល់ថាតើអ្នកសារព័ត៌មានត្រូវឈរនៅចំណុចណាក្នុងការផ្សាយព័ត៌មានក្នុងការសរសេរព័ត៌មានធ្វើយ៉ាងណាការរាយការណ៍របស់យើងនឹងមិនឲ្យប៉ះពាល់ទៅដល់បុគ្គលឬក៏ស្ថាប័នណាមួយអញ្ចឹងហើយខ្ញុំចង់ឲ្យពួកគាត់មុននឹងខ្លាចជាអ្នកសារព័ត៌មានត្រូវឆ្លងកាត់អីសិនត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលសិនថាតើអ្នកសារព័ត៌មានត្រូវយកអ្វីទៅការពារខ្លួនតើគាត់មានសិទ្ធិសេរីភាពអ្វីខ្លះក្នុងការធ្វើព័ត៌មានមួយនៅក្នុងនោះគឺមាន2វិជ្ជាជីវៈអ្នកសារព័ត៌មានគឺយើងនិយាយអំពីសេរីភាពអ្នកសារព័ត៌មានទី2គឺរបបអ្នកសារព័ត៌មាននឹងឯងដែលជាខែលការពារអ្នកសារព័ត៌មានក្នុងការធ្វើអាជីពមួយហ្នឹងបច្ចុប្បន្ននេះ Digital បានផ្លាស់ប្ដូរពីអ្នកសារព័ត៌មានប្រពៃណីមកជាអ្នកសារព័ត៌មាន Digital នៅពេលដែលអ្នកសារព័ត៌មានប្រពៃណីគឺគាត់ពីមុនយើងមិនអានកាសែតយើងមិនសរសេរអង់គ្លេសលេខអីជាដើមចុង view នាំចេញអត្ថបទមួយតព្រឹកយើងបានទៅទិញកាសែតនឹងមើលបានដល់ពេលឥឡូវសម័យ digital នៅពេលដែលមាន digital មកវាកើតឡើងអ្នកសារព័ត៌មាន digital អញ្ចឹង digital វាលឿនណាអញ្ចឹងបើសិនបើរឿងណាមួយវាកើតឡើងអ្នកសារព័ត៌មានគ្រាន់តែសរសេរអត្ថបទបន្តិចមកដាក់ទៅអញ្ចឹងវាលឿនខ្លាំងមែនតើសម្រាប់ពួកគាត់អញ្ចឹងផ្លាស់ប្ដូរពីយើងមកលឿនអ្វីដែលមានមោទនភាពសម្រាប់ខ្ញុំនៅពេលដែលខ្ញុំទៅដល់កន្លែងណាខ្ញុំតែងតែធ្វើកន្លែងនោះមានការរីកចម្រើន